សូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទខ្ញុំបាទសូមណែនាំទីតាំងដីមួយកន្លែងដែលមានទំហំរហូតដល់8គុណនឹង33ហើយបត់ទៅខាងនោះបន្តិចរហូតដល់60ម៉ែត្រជាងហើយដីនេះផងដែរគឺមានទំហំរហូតដល់853ម៉ែត្រការ៉េផងដែរហើយទីតាំងនេះគឺងាយស្រួលមែនតើបងប្អូននេះចុះមកពីផ្លូវជាតិលេខ5បណ្ដោយផ្លូវជាតិលេខ5តែម្ដងចុះមកពីផ្លូវជាតិលេខ5នេះត្រឹមតែ50ម៉ែត្រនេះគឺមកដល់ទីតាំងដីរបស់យើងនេះតែម្ដងហើយទីតាំងដីរបស់យើងនេះគឺត្រៀមនឹងចាក់បេតុងផ្លូវនេះណាបងប្អូនផ្លូវនេះគឺត្រៀមចាក់បេតុងឲ្យពុកម៉ែបងប្អូនដែលធ្លាប់តាមដាននៅវីដេអូរបស់ខ្ញុំបានកន្លងមកណាខាងនោះគឺចាក់បេតុងមកដល់ខាងនេះណាពុកម៉ែបងប្អូនដែលខ្ញុំបានធ្លាប់បង្ហោះទីតាំងដីមួយកន្លែងមុនដែលយើងលក់នោះហើយនេះសាលារៀនភាសាកូរ៉េពុកម៉ែបងប្អូនរៀនពីថ្នាក់ទី1រហូតដល់ថ្នាក់អនុផងដែរហើយនេះជាប្រភេទផ្លូវលំតែត្រៀមនឹងចាក់បេតុងពុកម៉ែបងប្អូនហើយផ្លូវខាងដែលយើងកំពុងតែត្រៀមខាងឃុំដែលគេត្រៀមនឹងចាក់បេតុងនោះគឺគេចាក់មកដល់ខាងនោះហើយផ្លូវគេមកពីខាងនោះមកណាពុកម៉ែបងប្អូនចាក់ដល់ពាក់កណ្ដាលណាគេជ្រាមចាក់មកដល់នេះអញ្ចឹងហើយខាងមុខនេះក៏គេត្រៀមនឹងចាក់ផងដែរពុកម៉ែបងប្អូនដែលមានតម្រូវការដីគឺមានឱកាសល្អហើយព្រោះទីទៀតហ្នឹងដីនេះគេចាក់បេតុងហើយគឺរៀងអាចនឹងឡើងថ្លៃហើយទីតាំងដីនេះគឺគេមានបង្គោលភ្លើងមានប្រព័ន្ធទឹករួចជាស្រេចហើយនេះទីតាំងដីបាទនេះទីតាំងដីរបស់យើងនេះគឺក្បាលដី8ជម្រៅចូលទៅដល់33ម៉ែត្រហើយបត់ទៅដល់នោះ60ម៉ែត្រពុកម៉ែបងប្អូនហើយនេះផ្លូវជាតិលេខ5បណ្ដោយផ្លូវជាតិលេខ5តែម្ដងចុះមកត្រឹម50ម៉ែត្រនេះខាងមុខនេះវត្តរូងដំរីចុះមកតាមចន្លោះផ្ទះពីផ្ទះហ្នឹងមកគឺមកដល់ទីតាំងដីរបស់យើងតែម្ដងតម្លៃដីនេះគឺតម្លៃសមរម្យតម្លៃដីនេះគឺគេអត់តចាក់បេតុងទេទៀតចាក់បេតុងអាចនឹងមានតម្លៃកើនជាងមុនណាពុកម៉ែបងប្អូនគឺងាយស្រួលអាចធ្វើផ្ទះលំហែបានអាចរកស៊ីបានដោយសារយើងជាប់នឹងបណ្ដោយផ្លូវជាតិលេខ5តែម្ដងអញ្ចឹងហើយពុកម៉ែបងប្អូនដែលមានដំណើរការដីអាចអញ្ជើញមកមើលទីតាំងដោយផ្ទាល់ឬក៏ទំនាក់ទំនងមកសាកសួរព័ត៌មានពីខ្ញុំបាទសិនក៏បានដែរបាទអញ្ចឹងហើយពុកម៉ែបងប្អូនសូមគោរពអរគុណសូមគោរពលា